បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនាទីប្រវត្តិសាស្ត្រខ្មែរសូមលំអោនកាយគោរពបងប្អូនសាជាថ្មីខ្ញុំបាទសូមបន្តជូនអំពីតួអង្គសាវកសំខាន់របស់ព្រះសមណគោតមនៅក្នុងព្រះពុទ្ធសាសនាហិនយានដែលពីអាទិត្យមុនបងប្អូនបានជ្រាបនៅទី1តួអង្គបញ្ចវគ្គីទី2តួអង្គព្រះអានន្ទនិងទី3តួអង្គសរិបុត្រនិងមោគលានហើយថ្ងៃនេះខ្ញុំបាទសូមជម្រាបជូននៅតួអង្គផ្សេងជាបន្តទៅទៀតទី4តួអង្គព្រះនាងកោតមីភិក្ខុនីព្រះនាងកោតមីគឺជាស្ត្រីទី1ដែលបានចូលបួសក្នុងសំណាក់ព្រះសមណគោតមជាភិក្ខុនីមុនគេព្រះនាងកោតមីនិងព្រះនាងសិរិមហាមេយាជាបុត្រីរបស់ព្រះបាទអាញ្ញនៈខាងនគរទេវតហៈគឺជាបងប្អូនបង្កើតនឹងគ្នាថែមទាំងមានព្រះស្វាមីតែមួយអង្គជាមួយគ្នាគឺព្រះបាទសទ្ធុតនៈខាងនគរកបិលពស្តុព្រះនាងសិរិមហាមេយាប្រសូតបានព្រះសទ្ធុតកុមារគ្រប់7ថ្ងៃក៏ចែកឋានទៅព្រះនាងកោតមីជាអនុស្រីទទួលបន្ទុកបីបាច់ថែរក្សាព្រះសទ្ធុតកុមារដោយព្រះហស្ថផ្ទាល់របស់ព្រះនាងទម្រង់ជាកាយវិការនេះហើយទើបបានជាព្រះនាងទទួលគោរមងារជាថ្មីទៀតថាព្រះមហាបជាបតិកោតមីដ៏ជាព្រះមាតុច្ឆារបស់ព្រះដ៏មានព្រះភិក្ខកាលព្រះបរមសាស្តាបានត្រាស់ព្រះសម្មាសម្ពុទ្ធញ្ញាណហើយព្រះអង្គតែងយាងទៅប្រោសក្សត្រាជាច្រើននគរឲ្យបានបួសជាភិក្ខុសង្ឃជាបន្តបន្ទាប់គ្នាថ្ងៃមួយព្រះបរមសាស្តាយាងមកគង់នៅអារាមអលិក្រូតនានគរកបិលពស្តុវិញព្រះនាងកោតមីហេតុតែមានព្រះទ័យចង់បួសក៏ចូលទៅទូលសុំឲ្យព្រះបរមគ្រូជួយបំពោះព្រះនាងដែលជាស្ត្រីភេទផងកាលនោះព្រះសមណគោតមពុំបានគ្រោងទុកថានឹងបំពោះមនុស្សស្រីជាព្រះសង្ឃទេម្ល៉េះហើយព្រះអង្គក៏ចេះតែបដិសេធជាច្រើនលើកច្រើនសារគ្រាក្រោយមកទៀតព្រះបរមសាស្តាយាងទៅគង់នៅក្នុងព្រៃមហាវ័ននានគរវេសាលីព្រះនាងកោតមីក៏ខំកាត់ទឹកកាត់ភក់តាមទៅដល់ទីនោះក៏បានទៅជួបនឹងព្រះអានន្ទកាលនោះអានន្ទបានបួសជាភិក្ខុហើយព្រះនាងទួញសោកប្រាប់ព្រះអានន្ទតាមតែព្រះទ័យដែលចង់បួសអានន្ទសម្រាប់សោតតាយល់នៅនិស័យរបស់ព្រះនាងច្បាស់ណាស់ក៏យកសេចក្តីនោះទៅបរិយាយទូលព្រះបរមសាស្តាក៏ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះបរមគ្រូនៅតែមិនព្រមទើបព្រះអានន្ទទូលបន្ថែមសេចក្តីថាបបិទ្ធព្រះករុណាដ៏ចម្រើនហើយព្រះនាងមហាបជាបតិកោតមីគឺជាមាតុក្រាមបើបានចូលបួសក្នុងសំណាក់ព្រះអង្គមែនព្រះនាងនឹងមានប្រាជ្ញាវាងវៃអាចសម្រេចសោតាបតិផលមួយសកទាគាមិផលមួយអនាគាមិផលមួយរហូតបានលុះអរហត្តដូចអង្គសាវកដទៃទៀតផងម្យ៉ាងទៀតព្រះនាងគឺជាស្ត្រីកបវលៈធ្លាប់បីបាច់ព្រះអង្គផ្ទាល់ព្រះហស្ថធ្លាប់បំបៅព្រះអង្គដោយទឹកខ្សីរៈហូរចេញពីសដន់ផ្ទាល់នេះហេតុតែក្តីស្រឡាញ់ព្រះរាជភក្នីយោនិងគោរពតាមបណ្ដាំម្ចាស់បងផងកាលទ្រង់ព្រះសម្ដាប់នៅយោបល់អានន្ទដែលជាឧបថៈគ្រប់សពហើយព្រះដ៏មានព្រះភិក្ខក៏រៀបរៀងជាលក្ខខណ្ឌមួយហៅថាគរុធរ8ប្រការឲ្យព្រះអានន្ទយកធរទាំង8ប្រការនេះទៅថ្វាយព្រះនាងកោតមីឲ្យគោរពនិងប្រណិប័តតាមបើព្រះនាងប្រណិប័តតាមបានទើបអនុញ្ញាតឲ្យចូលបួសប្រការ1វសសតុបៈសម្បនេយភិក្ខុនិយាតតហុបៈសម្បនស្សៈភិក្ខុណូអភិវេតនੰបញ្ចុឋានੰអញ្ជលីកម្មੰសមីជកម្មੰកតពាំងអយំពិធម្មោសកត្វាកេរុកត្វាមាននេត្វាពោជិត្វាយវៈជីវੰអនតិកៈមនិយោមានន័យថាកិរិយាអភិវេតគឺការក្រាបសំពះមួយការឈរគោរពមួយការអញ្ជលីប្រណម្យមួយនិងសមីជកម្មមួយភិក្ខុនីត្រូវតែសម្ដែងចំពោះភិក្ខុទាំងឡាយទោះជាភិក្ខុនីទើបនឹងបួសក្តីបួសមុនក្តីបួសក្រោយក្តីភិក្ខុនីត្រូវតែធ្វើដោយគោរពដោយប្រតិបត្តិដោយសរសើរនិងដោយបូជាមិនឲ្យប្រព្រឹត្តកន្លងធម៌នេះអស់មួយជីវិតប្រការ2
អ្នកភិក្ខុនិយាអភិក្ខុទេអវាសេវសੰវសិតពាំងលៈភិក្ខុនេះមិនត្រូវចាំវសានៅទីណាដែលគ្មានភិក្ខុឡើយដោយគោរពដោយប្រតិបត្តិដោយសរសើរលៈអស់មួយជីវិតប្រការ3អនុវត្តមេសੰភិក្ខុនិយាភិក្ខុសង្ឃតោទ្វេធម្មាលៈក្នុងមួយខែ2ដងភិក្ខុនេះត្រូវឡើងទូលសួរភិក្ខុសង្ឃនៅធម៌2ប្រការដែលជាឧបោសថមួយនិងជាឱវាទមួយដោយគោរពដោយសរសើរដោយប្រតិបត្តិលៈអស់មួយជីវិតប្រការ4វសੰវុទ្ធាយៈភិក្ខុនិយាឧភតោសង្ឃេហៃតិឋានេហិលៈបើចាំរក្សាឲ្យភិក្ខុនេះត្រូវសម្ដែងសង្ឃកម្មក្នុងបវរណានៃភិក្ខុផងនៃភិក្ខុនេះគ្នាឯងផងនៅអ្វីដែលភិក្ខុនេះបានឮបានឃើញនិងបានសង្ស័យដោយគោរពដោយសរសើរដោយប្រតិបត្តិលៈអស់មួយជីវិតប្រការ5ករុធម្មំអជាបញ្ញាយៈភិក្ខុនិយាឧភតោសង្ឃេលៈភិក្ខុនេះប្រព្រឹត្តខុសនឹងគរុធម៌ត្រូវទទួលបរិវាសពីក្រុមជំនុំសង្ឃាទិសេសនៃពួកភិក្ខុផងនិងពួកភិក្ខុនេះគ្នាឯងទាំងឡាយផងដោយគោរពដោយសរសើរដោយប្រតិបត្តិលៈអស់មួយជីវិតប្រការ6ទ្វេវាសានិឆសុធម្មេសុសិក្ខតសិក្ខាយៈសិក្ខមានយៈលៈស្ត្រីដែលនឹងបួសជាភិក្ខុនេះត្រូវសិក្សា2ឆ្នាំជាមុនសិននៅគរុធម៌6ខដំបូងនេះទើបអាចទទួលនៅឧបសម្បទាពីពួកភិក្ខុនិងភិក្ខុនីទាំងឡាយបានដោយគោរពដោយសរសើរដោយប្រតិបត្តិលៈអស់មួយជីវិតប្រការ7អ្នកភិក្ខុនិយាកេណចេបរិយាយេណភិក្ខុអកោសតពុលៈភិក្ខុនេះមិនត្រូវបន្ទោសឬជេរប្រមាថភិក្ខុដោយប្រការណាមួយឡើយដោយគោរពដោយសរសើរដោយប្រតិបត្តិលៈអស់មួយជីវិតប្រការ8អចេតកេអវដោភិក្ខុនីណងភិក្ខុសុវចនៈបថោអណោវដោភិក្ខុណងភិក្ខុនិសុវចនៈបថោអយំពិធម្មោសកត្វាករុកត្វាមាននេត្វាពុជិត្វាយវជីវងអនតិកមនិយោពីនេះតទៅភិក្ខុនេះត្រូវជាប់ហាមឃាត់មិនឲ្យដាក់ឱវាទឬទូលមានដល់ភិក្ខុអង្គណាឡើយតែផ្ទុយទៅវិញភិក្ខុនេះមិនត្រូវហាមឃាត់ភិក្ខុអង្គណាដែលដាក់ឱវាទឬទូលមានដល់ភិក្ខុនេះវិញទេដោយគោរពដោយប្រតិបត្តិដោយសរសើរនិងដោយបូជាមិនឲ្យប្រព្រឹត្តកន្លងធម៌នេះអស់មួយជីវិតទាំង8ប្រការនេះបើព្រះមាតុច្ឆាបជាបតិគូតមីអាចទទួលបានអញដល់ថាគាត់ក៏ព្រមទទួលព្រះអង្គឲ្យទ្រង់ភ្នោះជាភិក្ខុនីចុះអនន្តក៏លើកគរុធម៌ទាំង8ប្រការនេះទៅថ្វាយព្រះនាងគូតមីឲ្យប្រតិបត្តិរហូតបានសម្រេចព្រះភ្នោះជាភិក្ខុនីមួយអង្គមុនគេនាសម័យនោះពីនោះមកមានភិក្ខុនីជាង800នាក់បានបួសនៅក្នុងសំណាក់ព្រះសមណគោតមរាប់ទាំងបរិវាររបស់ព្រះនាងគោតមីនិងព្រះនាងរូបនន្ទាដែលជាបុត្រីរបស់ព្រះនាងគោតមីផងក្រោយមកទៀតមានដំណើរថានៅក្នុងចំណោមភិក្ខុនីក្នុងស្រកទី2មានព្រះនាងនន្ទាភិក្ខុនីបានប្រព្រឹត្តខុសព្រោះនាងមានសង្សារហើយទើបទៅបួសមិនអស់អាល័យពីស្នេហាក៏ដាច់អាបត្តិស្រាប់តែសាបរលាបបាត់សិក្ខាបទនេះអស់ទៅទី5ទូអង្គព្រះទេវទត្តនិងឧបាលិព្រះទេវទត្តនិងព្រះនាងពិម្ពាសោតរាគឺជាបុត្រាបុត្រីរបស់ព្រះបាទសុភពុទ្ធនិងព្រះនាងបមិតាខាងនគរទេវតហៈអម្បូសាខ្យវង្សដូច្នេះទេវទត្តគឺជាព្រះចេតាថ្លៃរបស់ព្រះសិទ្ធត្ថកុមារមានដំណើរថាកាលព្រះបរមគ្រូកំពុងប្រោះព្រះវង្សនៅកុបិលពស្តុនោះមានព្រះបាទសូទនៈជាបិតា
មានព្រះនាងពិម្ពាជាមហេសីមានព្រះនាងកោតមីជាមាតុច្ឆាមានព្រះនន្តៈជាអនុជបិតាមួយនិងអនុញ្ញាតឲ្យសរីបុត្របំពោះរាហុលកុមារជាបុត្រាហើយស្រេចព្រះបរមគ្រូក៏យាងទៅគង់នៅព្រៃអនុប្បយមបវ័នវិញគ្រានោះមានក្សត្រ6អង្គទៀតបានតាមទៅបួសដល់ព្រៃនោះគឺព្រះផត្តយៈ1ព្រះអនុរុទ្ធ1ព្រះភគុ1ព្រះកិមិលៈ1ព្រះអនន្ត1និងព្រះទេវទត្ត1ទេវទត្តហេតុតែទើសទាល់នឹងពាក្យសន្យារបស់ខ្លួនទើបបានជាចេញទៅបួសនឹងគេមុននឹងចេញទៅស្ដេចទាំង6អង្គនេះបានដោះគ្រឿងអភិរណៈផ្ញើទុកនៅនឹងខ្មាន់ព្រះកែសាម្នាក់ឈ្មោះឧបាលិខ្មាន់ព្រះកែសាមានន័យថាអ្នកកាន់សក់ដែលមាននាទីជាអ្នកបួងសក់និងតុបតែងសក់ថ្វាយក្សត្រទាំងឡាយឧបាលិបានទទួលគ្រឿងអភិរណៈទាំងនោះហើយក៏ប្រែជាភ័យព្រួយខ្លាចក្រែងតែមានទុកទោសព្រោះតែទ្របក្រៅខ្លួនម្យ៉ាងទៀតខ្លាចលោព្រះញាតិខាងសាកចៈវងមកចោទធ្វើបាបដណ្ដើមយកទៅវិញផងនាំឲ្យរងគ្រោះឥតអំពើគិតសពគ្រប់ហើយក៏យកគ្រឿងអភិរណៈដ៏មានតម្លៃទាំងនោះទៅព្យួរលាក់ទុកនៅក្នុងដើមឈើធំមួយដើមរួចក៏ទៅទូលប្រាប់ក្សត្រទាំង6អង្គតាមតែហេតុដែលខ្លួនភ័យខ្លាចផងនិងសុំលាជីវិតលោកីនេះដើម្បីបានទៅបួសជាព្រះសង្ឃនឹងគេផងក្សត្រទាំង6អង្គយល់នៅនិស្ស័យរបស់ឧបាលិហើយក៏អនុញ្ញាតឲ្យគាត់ចេញទៅបួសមុនរួចទើបនាំគ្នារៀបចំដំណើរទៅបួសតាមក្រោយឧបាលិអំណះតមកព្រះឧបាលិក៏សម្រេចព្រះភ្នោះឡើងជាមហាថេរស្ទាត់ជំនាញខាងព្រះវិន័យបានព្រះបរមសាស្តាតាំងជាអ្នកឯកតកៈនិងជាអ្នកឆ្លើយប្រយោគវិន័យ3ដកនាពេលធ្វើសង្គាយនាព្រះអានន្ទក៏សម្រេចសតតាបតិផលយល់អស់នៅព្រះធម៌ទាំង 84000 ព្រះធម្មខណ្ឌឡើងជាមេនៃបឋមសង្គាយនានោះព្រះអនុរុទ្ធបានសម្រេចនៅទិព្វចក្ខុថែមទាំងបានស្ដាប់នៅព្រះមហាពុរិសវិតកសូត្រផងក៏សម្រេចអរហត្តផលជាព្រះអរហន្តព្រះភគុនិងព្រះកិមិលៈក៏សម្រេចអរហត្តផលព្រះផត្តយៈចេះជាប់នៅវិជ្ជា3ក៏សម្រេចអរហត្តផលលើកលែងតែព្រះទេវទត្តបានសម្រេចនៅបារមីបឋិជនប្រែជាកើតសេចក្តីច្រណែននិន្ទានឹងព្រះបរមសាស្តាព្រោះតែរឿងលៀបសក្ការៈផ្សេងក៏ចងចិត្តជាសត្រូវតាមប្រទុសរាយនឹងព្រះបរមគ្រូលុះត្រាតែរលាយរិទ្ធបឋិជនខ្លួនឯងអស់ទៅក្នុងសៀវភៅសាមណៈកោដមសាវតាទំព័រ148សរសេរថាបារមីបឋិជននេះខ្លាំងក្លាណាស់អាចឲ្យទេវទត្តហោះបានទេវទត្តហេតុតែសាងបាបកម្មក្រាស់ក្រៃពេកជាចុងក្រោយក៏ត្រូវធរណីស្រូបនៅក្បែរវត្តចេតពនប្រវត្តិទេវទត្តដែលត្រូវធរណីស្រូបនេះមានដំណាលតគ្នាមកថាទេវទត្តពិតជាដឹងខ្លួនជាមុនស្រេចថាយុគនេះនឹងត្រូវធរណីស្រូបមិនខានឡើយក៏ឡើងទៅគង់នៅលើប្រាសាទ9ជាន់មិនហ៊ានចុះមកជាន់ដីជាដាច់ខាតរងចាំដល់ព្រះអរុណរះទើបរួចផុតពីគ្រោះកាចចង្រៃនេះទេវទត្តចាត់ឲ្យទាហានរាប់រយនាក់បណ្ដាក់គ្នាចាំស្ទាក់គ្រប់កម្មចន្ទើប្រាប់ថាបើឃើញអង្គអញចុះមកកាលណាឲ្យនាំគ្នាចាប់ចងអង្គអញនាំឡើងទៅជាន់ទី9វិញកំបីខានលុះដល់យាម8ព្រះអាទិត្យបំរុងនឹងរះហើយទេវទត្តក៏ស្រាប់តែឆោឡោខ្លួនឯងរត់ចុះមកដីដោយឯងស្រែកដេញពួកទាហានទាំងអស់នោះថាឆាប់ជិះផ្លូវយើងប្រញាប់ទៅឲ្យធរណីស្រូបឆាប់ជិះផ្លូវយើងប្រញាប់ទៅឲ្យធរណីស្រូបឯពួកទាហានទាំងអស់ក៏ស្រែកតគ្នាថាឆាប់ជិះផ្លូវព្រះអង្គប្រញាប់ទៅឲ្យធរណីស្រូបឆាប់ជិះផ្លូវព្រះអង្គប្រញាប់ទៅឲ្យធរណីស្រូបខ្លះក៏ថ្វាយបង្គំយាងព្រះអង្គឲ្យចុះប្រញាប់ទៅក្រែងលោព្រះអាទិត្យរះបានមុននាំឲ្យខូចការក្រាបទូលរួចក៏នាំគ្នាតាមដង្ហែទេវទត្តពីមុខពីក្រោយកឹកកងក្រែងលោព្រះទេវទត្តចុះមិនដល់ដីគ្រាន់តែជន់ចំដីបានពី3ជំហានទេវទត្តក៏ស្រុតខ្លួនចុះទៅក្នុងដីបន្តិចម្ដងលើកដៃសម្បួងសម្រងឡើងទៅលើសំលាបាបកម្មទាំងឡាយនៅលើលោកីព្រះធរណីស្រូបយកទេវទត្តផុតចុងម្រាមដៃទៅព្រះទិនកក៏រះឡើងមួយរំពេចរីឯពួកទាហានក៏ស្រាប់តែឆ្លោះគ្នាជេរគ្នាបន្ទោសគ្នាទៅវិញទៅមកគិលពេញប្រាសាទ
បងប្អូនរួមជាតិនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីដល់អាទិត្យក្រោយខ្ញុំបាទនឹងជម្រាបជូនអំពីតួអង្គផ្សេងជាបន្តទៅទៀតសូមអរគុណដល់ការយកចិត្តទុកដាក់ស្ដាប់របស់បងប្អូនពីខ្ញុំមីសុភីវិទ្យុខ្មែរពិភពលោកទីក្រុងលីយ៉ុងប្រទេសបារាំង